បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូមួយទាក់ទងទៅនឹងការផ្សារខ្សែដុំ adapter របស់កាមេរ៉ាពេលកាមេរ៉ា Wi-Fi ឬកាមេរ៉ាអីក៏ដោយដែលពេលយើងទិញមកគឺវាមានខ្សែខ្លីតែគេមានលក់ខ្សែតផិនវាដែរខ្សែតសម្រាប់យើងសោកដោតយកតែម្ដងក៏ប៉ុន្តែយើងមិនបាច់ចាំយកលុយចំណាយទៅទិញខ្សែតឲ្យព្រោះយើងមានឧបករណ៍ក្នុងការតផ្សារខ្សែនឹងបានដែរអញ្ចឹងណាដល់អញ្ចឹងយើងអត់មានបាក់ទេគឺយើងចាប់ផ្ដើមធ្វើការផ្សារខ្សែថ្មីយកមកអញ្ចឹងការផ្សាររបស់យើងគឺងាយទេយើងចាប់ដើមដកខ្សែចាស់របស់វាមកហើយតមកយើងវាខ្សែវាមានបូកដកខ្សែហ្នឹងយើងអាចដកខ្សែយើងអាចផ្សារបានពីររបៀបយើងអាចផ្សារខ្សែ AC ក៏បានយើងផ្សារខ្សែ DC ក៏បានក៏ប៉ុន្តែដើម្បីសុវត្ថិភាពយើងមិនបាច់ចាំប្រើ gain ដើម្បីស្របខ្សែភ្លើងឯងការពារខ្លាច់ឆ្លងចរន្តឆក់អីគឺយើងប្រើខ្សែ DC ល្អជាងហើយខ្សែ DC យើងមិនបាច់ប្រើធំទេយើងប្រើទូចនិយាយទៅប្រហាក់ប្រហែលគ្នាហ្នឹងឯងបើខ្សែ AC វិញគឺភ្លើងរត់យើងត្រូវការផ្សាររៀងវែង 6-7 ម៉ែត្រតែក៏យើងរកខ្សែរៀងធំហ្មងដែរព្រោះវាចរន្តភ្លើងរត់តែសម្រាប់ខ្ញុំមានខ្សែ DC ខ្សែអាគុយខ្សែសម្រាប់វាទូចទេអញ្ចឹងខ្ញុំមានខ្សែហ្នឹងខ្ញុំយកវាប្រហែលជាទង់ 6-7 ម៉ែត្រគឺខ្ញុំផ្សារមកពេលយើងផ្សារ 6-7 ម៉ែត្រវាងាយស្រួលដែរបើសិនជាករណីយើងចង់អូសកាមេរ៉ាហ្នឹងវែងទៅខាងណាមួយទីតាំងណាមួយអញ្ចឹងយើងអាចអូសបានវាងាយស្រួលអញ្ចឹងយើងផ្សារម្ដង 6-7 ម៉ែត្រមុននឹងកាត់ខ្សែហ្នឹងផងដែរគឺខ្ញុំធ្វើការវាស់ដែរខ្ញុំវាស់យើងកាត់មុនផ្សារចូលគឺយើងវាស់ដែរយើងវាស់ថាតើខ្សែហ្នឹងមានដាច់នៅខាងក្នុងហ្នឹងអត់ព្រោះបើខ្សែហ្នឹងវាដាច់ដោយហើយយើងខំយកបានវាស់ថាខ្សែហ្នឹងដាច់ឬអត់ដាច់ទេព្រោះខ្សែយើងយកមកយូរដែរយើងទុកអញ្ចឹងណាជួនកាលកដុលកាត់ឬអីអញ្ចឹងយកបានពិនិត្យមើលយើងយកផ្សារខាត់ពេលរបស់យើងហើយតមកយើងដាក់ទៅវាអត់ដើរអញ្ចឹងខាត់ពេលយើងធ្វើការរុះរើមើលម្ដងទៀតអញ្ចឹងមុនយើងផ្សារវាចូលយើងត្រូវវាស់បញ្ជាក់ថាផ្សាររបស់យើងហ្នឹងគឺវាច្បាស់ជាអត់មានដាច់អត់មានអីគឺវាអាចចម្លងចរន្តមកបានល្អអញ្ចឹងណាហើយឥឡូវខ្ញុំចាប់ដើមផ្សារទៅហើយមូលហេតុដែលយើងផ្សារហ្នឹងគឺជាធម្មតាបើស្អីយើងគ្រាន់តែគួចខ្សែចរន្តហ្នឹងទេហើយយើងរុំស្កុតទេក៏បានដែរក៏ប៉ុន្តែយូរទៅស្កុតហ្នឹងវានឹងពុកផុយហើយខ្សែហ្នឹងវានឹងហៅថាលបើកអាចនឹងសដកអាចនឹងអត់ជាប់គ្នាអញ្ចឹងណាវាអាចនឹងអត់បានយូរជាងយើងផ្សារអញ្ចឹងយើងផ្សារទៅវាអាចបានយូរជាងតទៅផ្សារហើយគឺខ្ញុំចាប់ដើមដាក់ហ្គេនដែរខ្ញុំដាក់ហ្គេនហើយខ្ញុំរុំស្កុតមួយជាន់ទៀតខ្ញុំរុំស្កុតឥឡូវខ្ញុំផ្សារខ្សែហ្នឹងមកម្ដុំសិនកុំឲ្យឆ្កែខ្ញុំនៅក្រោមវាច្រើនណាវាគៀមលេងដាច់ទៀតឥឡូវយើងចាប់ដើមមើលចុងម្ខាងទៀតចុងម្ខាងទៀតយើងត្រូវបន្តសណនៅចុងខ្សែសិនងាយស្រួលយើងផ្សារវាចូលទៅក្នុងបតចឹងយើងបន្តវាបន្តិចទៅយើងដាក់សណនៅចុងខ្សែហ្នឹងណាហើយការដាក់សណហ្នឹងយើងមិនបាច់ដាក់ច្រើនក៏បានដែរព្រោះនៅជាប់បតរបស់វាហ្នឹងគឺវាមាននេះហើយវាមានសណខ្លះហើយមានសណជាប់បតហ្នឹងហើយព្រោះពេលយើងដោះសណចាស់វានៅជាប់ហ្នឹងហើយចឹងយើងដាក់តិចទៅងាយស្រួលពេលយើងដាក់ទៅវាលាយទៅវាចូលគ្នាវាជាប់បានល្អឥឡូវយើងចាប់ដើមបញ្ចូលខ្សែហ្នឹងទៅនិយាយទៀតវាគៀកពេកកុំឲ្យក្តៅដៃខ្ញុំយកតាគៀបចាប់ខ្សែភ្លើងចាប់វាឥឡូវខ្ញុំចាប់ហើយអូខេគឺខ្ញុំជូតសម្អាតនេះទៅយើងផ្សារហើយយើងជូតសម្អាតក្បាលមាន់របស់យើងទៅហើយយើងវាស់ផងពេលផ្សារហ្នឹងយើងវាស់ថាជួនកាលអាសណហ្នឹងវាទៅប៉ះជាមួយនឹងសីមាផ្សេងទៀតវាគៀកគ្នាមែនតែនព្រោះសណយើងផ្សារទៅវារៀងរីកសណវាច្រើនណាដល់អញ្ចឹងយើងត្រូវវាស់ថាខ្លាច់វាឆ្លងចរន្តវាបើវាអត់ឆ្លងអត់អីទេយើងដាក់ចូលប្រអប់បានឃើញទេអញ្ចឹងការផ្សាររបស់យើងគឺរួចរាល់ហើយយើងវាស់វែងការឆ្លងចរន្តការអត់មានប៉ះពៀគ្នាអត់មានប៉ះកង់ដងអីចូលគ្នាទេវាអត់ឆ្លងវាអត់ខូចទេបតហ្នឹងអញ្ចឹងយើងចាប់ដើមធ្វើការតេស្តយើងដោតដូចតេស្តអូខេនេះមានភ្លើងហើយតែនៅមួយទៀតយើងយកកាមេរ៉ាមកដើម្បីដោតតេស្តទេថាតើចរន្តភ្លើងហ្នឹងដែលឆ្លងកាត់ខ្សែ 7-8 ម៉ែត្ររបស់យើងទៅវាចូលអត់វាមានចរន្តចូលមកអត់ឥឡូវវាចូលឃើញកាមេរ៉ាវិលទេកាមេរ៉ាពេលដែលវាបញ្ចូលភ្លើងវា activate ដល់ពេលវា activate វាក៏ចាប់ដើមវិលហើយឥឡូវយើងយកទូរស័ព្ទមកឆែកកាមេរ៉ាមើលថាកាមេរ៉ាយើងដើរអត់កាមេរ៉ាច្រើនពេកខ្ញុំឆែកមើលមួយ app មួយណាឥឡូវអូខេ app នោះអូខេដើរនេះឃើញទេឃើញច្បាស់ហ៎ឃើញដើរអញ្ចឹងការផ្សាយរបស់យើងគឺងាយតែប៉ុណ្្នឹងទេអត់មានអីបាក់ទេយើងបញ្ជាទៅស្រួលទេអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា